ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺប្តីខ្ញុំគឺគាត់បានកំងភ្លាសេកូម្ដងទេដែរបងប្អូនចំពោះភ្លាសេកូម្ដងនេះគឺដូចតែវគ្គមុនចឹងបងប្អូនប្រើបន្លែប្រហែលជា 4-5 មុខដូចតែវគ្គមុនចឹងគ្រាន់តែធ្វើវគ្គនេះវាមិនសូវជាមានភាពរញ៉េរញ៉ៃដូចមុនចឹងណាបងប្អូនហើយចំពោះគ្រឿងផ្សំហើយនឹងបន្លែប្លុកវិញគឺប្រើតែប្រហែលមុខឲ្យបងប្អូនដូចជាបងប្អូននៅមើលឃើញនៅក្នុងវីដេអូស្រាប់ហើយចាចឹងឥឡូវយើងមកមើលរបៀបធ្វើរបស់ខ្ញុំទាំងអស់គ្នាចឹងជាដំបូងគឺខ្ញុំមានសាច់គោដែលហាន់ហើយហ្នឹងគឺប្រហែលជាមួយខាំកន្លះទេហើយខ្ញុំច្បាច់ក្រូចឆ្មាចឹងទៅគឺដើម្បីឲ្យវាឆ្អិនណាបងប្អូនយើងច្បាច់ក្រូចឆ្មាហ្នឹងបងប្អូនចូលចិត្តជូរខ្លាំងបងប្អូនផ្អាប់ទុកហើយបងប្អូនប្រើក្រូចឆ្មានេះយើងច្រើនតិចទៅហើយយើងច្របល់ទៅយើងទុកវាមកស្ទុះចឹងអល់ចឹងណាបងប្អូនហ្នឹងហើយយើងទុកវាប្រហែលជា10-20នាទីអីទៅគឺវាឆ្អិនបានល្អហើយជំហានបន្ទាប់ហ្នឹងគឺខ្ញុំមកបុកម្ទេសខ្ទឹមចាចំពោះម្ទេសវិញគឺខ្ញុំប្រើតាមមួយគ្រាប់ទេបងប្អូនព្រោះតែស្អីគឺខ្ញុំអត់សូវប៉ិនហិលប៉ុណ្ណាទេបើសិនជាបងប្អូនចូលចិត្តហិលខ្លាំងបងប្អូនដាក់ច្រើនទៅហ្នឹងហើយកន្លែងមកមើលសាច់គោរបស់ខ្ញុំវិញគោទុកម៉ាយសទុះទេបងប្អូនគឺឆ្អិនបានតែម្ដងហើយយើងពូតយកឈាមវាចេញទៅចាគឺឈាមវាដែលឆ្អាបបងប្អូនហ្នឹងហើយយើងពូតវាចេញទៅគឺលែងឆ្អាបលែងអីទាំងអស់ហើយអាសភាពដែលកំពុងតែជូរនោះគឺវាតែជូរអញ្ចឹងហើយបន្តមកទៀតហ្នឹងគឺយើងចាក់គល់ក្រីយើងទៅដែលហាន់ហើយនោះហើយកុំភ្លេចដេងយើងច្បាច់យកទឹកវាបន្តិចហើយយើងយកកាក់វាបន្តិចទៅបងប្អូនណាដើម្បីឲ្យវាកាត់ឆ្អាបកាន់តែខ្លាំងអញ្ចឹងណាបងប្អូនតមកទៀតហ្នឹងម្ទេសខ្ទឹមដែលយើងបុកហើយនេះគឺយើងចាក់ចូលមកចាយើងច្របល់វាបន្តិចតួចសិនទៅហើយចាំយើងទៅផ្សំគ្រឿងតាមក្រោយទៀតចឹងណាបងប្អូនខ្ញុំច្របល់លើកដំបូងនេះគឺខ្ញុំច្របល់ដើម្បីឲ្យវាអស់ជាតិឆ្អាប100%តែម្ដងណាបងប្អូនចាបន្តមកទៀតហ្នឹងគឺយើងដាក់ម្សៅស៊ុបមកហើយប៊ីចេងបន្តិចទៅស្ករបន្តិចទៅហើយទឹកត្រីបន្តិចទៅចាតែធ្វើលើកនេះគឺខ្ញុំអត់បានប្រើផុកទេណាបងប្អូនព្រោះដោយសារគឺខ្ញុំមានបញ្ហាបំពង់កបន្តិចតួចផងដែរចឹងហើយគឺខ្ញុំប្រើតែទឹកត្រីទេចាបន្តមកទៀតហ្នឹងគឺយើងដាក់មកសណ្តែកគួរខ្ទឹមបារាំងខ្ទឹមអីហ្នឹងហើយនឹងស្ពៃក្តាប់ស្វាយប៉េងប៉ោះអីហ្នឹងជីអីហ្នឹងគឺយើងដាក់ចូលមកចានៅពេលដែលដាក់ចូលហើយបងប្អូនហើយគឺថាចានកធុនគឺតូចពេកអញ្ចឹងហើយក៏ផ្លាស់ប្ដូរដាក់ចានកធុនថ្មីវិញព្រោះថាវាចៀតពេកអញ្ចឹងហើយពិបាកច្បល់ណាបងប្អូននៅពេលដែលយើងបានច្បល់វាឲ្យសព្វចូលគ្នាហើយគឺបន្លែហ្នឹងក៏វារៀងស្លោកដែរបងប្អូនចាហើយនៅពេលដែលខ្ញុំភ្លក់ទៅគឺមកល្មមឆ្ងាញ់តែម្ដងចាលើចាប់ដើមរៀបដាក់ចានហើយចាហើយបើសិនជាមើលទៅទំនងឬមិនទំនងកុំភ្លេច comment ខាងក្រោមវីដេអូរបស់ខ្ញុំផងហ្នឹងហើយដោយសារតែមួយរយៈនេះបងប្អូនរវល់រៀបចំផ្ទះលក់ដូរតិចតួចចឹងហើយអត់សូវបានធ្វើវីដេអូទេបងប្អូនអញ្ចឹងវីដេអូក៏មានតែប៉ុណ្្នឹងទេចាំជួបគ្នាវីដេអូក្រោយៗទៀតណាអរគុណច្រើន